Baថ្ងៃនេះមកទៀតហើយខាង Pack ជា Lifestyle នេះនាំជូនបងប្អូនទាំងអស់គ្នាមកមើលការអាំងសាច់គោម្ដងជាមួយជើងជ្រក់មួយទឹកម្រេចយើងធ្វើនេះគឺធ្វើទុកញ៉ាំពេលល្ងាចទេអញ្ចឹងយើងរៀបចំពីព្រលឹមមកហើយពីព្រលឹមងើបពីដេកមកភ្លាមមិនតន់ដុតថ្មិញទេយើងរៀបចំធ្វើសាច់ធ្វើឲ្យហើយនឹងបន្លែអីតែម្ដងហើយគឺយើងមានសាច់គោហ្នឹងជិត1គីឡូមកយើងញ៉ាំគ្នាពី3នាក់នៅផ្ទះទេមិនដាក់អីច្រើនទេហើយយើងធ្វើតែប៉ុណ្្នេះវាអស់តិចទៀតបើយើងទៅញ៉ាំនៅហាងវាអស់អញ្ចឹងទៅបានឲ្យចុងភៅគឺចុងភៅស្រីគាត់ឲ្យគាត់ចាត់ការតែម្ដងជាមួយនឹងសាច់របស់យើងឲ្យគាត់រកកន្លែងណាដែលជាធ្វើទៅអាំងទៅញ៉ាំទៅយើងផុយមកយើងជាខុសសាច់ក៏វាអត់សូវផុយដែរសាច់ផុយក៏វាអត់សូវផុយអញ្ចឹងណាតែសាច់នេះសាច់ផុយល្អតែទៅពេលយើងជាចំណិតស្ដើងល្មមដែលយើងចង់បានហើយយើងប្រឡាក់គ្រឿងតិចតួចទៅដើម្បីមានជាតិគឺឲ្យមកវាមានជាតិខ្លាំងពេកដោយសារតែយើងយកវាទៅអាំងដល់ពេលយើងយកទៅអាំងយើងត្រូវការជាតិវាឡំតិចតិចដែរដើម្បីឲ្យវាស៊ីជាមួយទឹកជ្រលក់ដែលយើងធ្វើទឹកជ្រលក់របស់យើងគឺយើងមាន2មុខគឺយើងមានទឹកត្រីកោះកុងជាមួយនឹងទឹកម្រេចបាទហើយនេះយើងធ្វើ2មុខដោយសារតែមាននៅក្នុងផ្ទះហ្នឹងមានទឹកត្រីកោះកុងយើងត្រូវការហឹរបាទដល់ពេលអ្នកផ្ទះគាត់អត់សូវចេះហឹរណាអត់សូវចេះហឹរជាងគាត់ញ៉ាំទឹកម្រេចបាទទឹកម្រេចគឺយើងអត់ធ្វើឲ្យហឹរទេយើងធ្វើហឹរបែបម្រេចគឺគាត់អត់បញ្ហាបើយើងហឹរបែបម្ទេសគឺពិបាកបន្តិចដោយសារតែបើគាត់ញ៉ាំហឹរល្ងាចឡើងគាត់ពិបាកក្នុងការបន្តវងមានបញ្ហាអត់ដូចខ្ញុំទេខ្ញុំហឹរខ្លាំងគឺឆ្ងាញ់អែមតែម្ដងបាទអញ្ចឹងយើងមានទឹកជ្រលក់2មុខយើងមានទឹកម្ហិចហើយនិងទឹកត្រីកោះកុងបាទឥឡូវនេះចាប់ដើមល្ងាចល្មមបាទល្ងាចហើយយើងចាប់ដើមជុំគ្នាតែម្ដងបាទជុំគ្នាមានណាទេពី3នាក់ក្នុងគ្រួសារហ្នឹងបាទហើយយើងដាក់អាំងនៅលើចក្រានឡូវយើងធម្មតាមកមិនមានអីច្រើនទេបាទអាំងបដាយើងញ៉ាំអីបដាតិចតួចចឹងណាហើយដោយសារតែអត់មានអ្នកញ៉ាំទេនេះតែឯងដាក់មកកំប៉ុងរៀងចាក់ទៅមកកំប៉ុងអត់ចង់អស់ទៀតញ៉ាំតែឯងចឹងមែនបើថាមានគ្នាច្រើនមកទេពេលខ្លះកន្លះមកយួរតែឯងមានគ្នាណាបើថាអត់មានគ្នាតែឯងមកកំប៉ុងលេបចង់រួចផងណាហ្នឹងឥឡូវសាច់យើងឆ្អិនតិចល្មមអានេះចង់លើសបាត់ទេចង់ជ្រុលបាទនេះជ្រុលនេះឆ្អិនជ្រុលតែសារអ្នកផ្ទះគាត់ជួយចិត្តញ៉ាំឆ្អិនគាត់អត់ចង់ញ៉ាំតែលក្ខណៈតែ50%ឬ70%ទេប៉ុន្តែខ្ញុំអត់ទេ60% 70%គឺអែមតែម្ដងបាទយើងវានៅគេហៅថាផ្កាឈូកណាហាន់មកផ្កាឈូកអញ្ចឹងជ្រលក់ជាមួយទឹកជ្រលក់គឺឆ្ងាញ់ហើយណាមួយយើងធ្លាប់ញ៉ាំឆៅផងញ៉ាំឆៅយើងចូលចិត្តតែអ្នកផ្ទះចាស់អីក៏អត់ទេហើយណាមួយយើងអាំងឆ្អិនសម្រាប់ទុកឲ្យកូនផងកូនគាត់ Yes បាទក្នុងទូមានណាមានសមមកកំប៉ុងបងប្អូនអើយមកកំប៉ុងយកទៅញ៉ាំម្នាក់ឯងគឺល្មមបាទអត់ចង់អស់ទៀត